ឃើញតាមរថភ្លើងតាមកញ្ចក់តាមទ្វាររថភ្លើងនៅប្រទេសកូរ៉េឬក៏ប្រទេសអីផ្សេងខ្ញុំអត់ដឹងទេតែវីដេអូនេះគឺនៅប្រទេសកូរ៉េពេលខ្ញុំឃើញដំបូងហ្នឹងគឺខ្ញុំឆ្ងល់ដែរថាមិនបានអាកញ្ចក់ទ្វារឬក៏កញ្ចក់ប្រអួចដែលនៅតាមរថភ្លើងហ្នឹងគឺវាប្រែទៅជាស្អាប់នៅពេលដែលទៅដល់តំបន់អីណាមួយអីចឹងណាដំបូងដែរខ្ញុំគិតថាស្អាប់អញ្ចឹងគឺដោយសារតែតំបន់ហ្នឹងគឺជាតំបន់របស់អ្នកមានមុខមាត់អ្នកធំអីចឹងណាតែការពិតជាក់ស្ដែងមិនអញ្ចឹងទេគឺដោយសារតែតំបន់ហ្នឹងគឺតំបន់ប្រជាជនកូរ៉េរស់នៅច្រើនដូចថាវាគៀកនឹងរថភ្លើងអញ្ចឹងវាអាចថាឲ្យអ្នកដំណើរមើលឃើញការរស់នៅឬក៏សកម្មភាពអីរបស់ប្រជាជនគេដែលនៅតាមអគារតាមខុនដូអីចឹងណាអញ្ចឹងទៅគឺគេ privacy មែនតើគឺគេអត់ចង់ឲ្យអ្នកដំណើរហ្នឹងមើលឃើញសកម្មភាពអីផ្សេងរបស់ប្រជាជនរបស់គេអញ្ចឹងហើយបានកញ្ចក់ទៅតាមរថភ្លើងអីផ្សេងហ្នឹងគឺវាមានរបៀបលក្ខណៈដូចជា smart window អញ្ចឹងជាដូចថាវាអូតូម៉ាទិកហ្មងណាពេលដែលទៅដល់តំបន់ណាដែលថាមានមនុស្សនៅច្រើនប្រជាជននៅច្រើនហ្នឹងគឺវាប្រែទៅជាស្អាតហ្មងដើម្បីការពារសុវត្ថិភាពជូនប្រជាជនកូរ៉េនឹងដែលវាខុសពីការគិតរបស់ខ្ញុំមុនដែលខ្ញុំគិតថាវាប្រែទៅជាអញ្ចឹងគឺដោយសារតែតំបន់ហ្នឹងគឺជាតំបន់សម្រាប់អ្នកធំអ្នកអីចឹងអ្នកដែលមានមុខមាត់អីចឹងណាតែបងដែរគឺខ្ញុំគិតអញ្ចឹងតែតាមពិតមិនមែនទេគឺការពារសុវត្ថិភាពជូនប្រជាជនកូរ៉េដែលរស់នៅតាមអគារដែលវាមើលទៅដូចវាគៀកនឹងរថភ្លើងដែលអាចឲ្យអ្នកជិះខាងក្នុងហ្នឹងមើលឃើញច្បាស់ចឹងអញ្ចឹងតែបានជាគេបិទគេរបៀបដូចថាលក្ខណៈ smart window ចឹងណាអ្នកនរគ្នានៅវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតអរគុណ